ជំរាបសួរអ្នកទាំងអស់គ្នាចាស្វាគមន៍មកកាន់ game ទី1ចាអធិស្ឋានរៀង late តិចណាគ្នាជាមួយនឹង game ចាដោយសារតែឥឡូវនេះផងដែរគឺថាមានការប៉ះគ្នាបដាបដាចាអូខេអញ្ចឹងឥឡូវយើងកុំឲ្យខាត់ពេលយូរយើងចូលមក game តែម្ដងអធិស្ឋានមែនទេអ្នកគ្នារៀង late ជាមួយនឹងការលេងនៅក្នុង retreat នេះដោយសារមានបញ្ហាតិចតួចដូចគ្នាអញ្ចឹងសង្ឃឹមថាអត់ជាបញ្ហាទេសម្រាប់ game ទី1ដូចគ្នាផងដែរចាអញ្ចឹងគ្នាយើងកុំភ្លេចតែការជួយ like ជួយ share ដូចគ្នាចាហើយខ្ញុំគឺជា caster នៅក្នុង game ផ្ទាល់ជាមួយនឹង Rako ចានៅក្នុងថ្ងៃនេះសួស្ដីអូនសួស្ដីចា Hello ជួបគ្នាម្ដងទៀតហើយបងប្អូននេះមុននឹងចូលដល់ឈានដល់ការអធិប្បាយរបស់ខ្ញុំសូមអធិស្ឋានទៅកាន់បងប្អូនអ្នកគ្នាផងដោយសារតែរ៉ាគោមកជំនួសបងមិនទេអញ្ចឹងបងប្អូនអ្នកគ្នាបើសិនជាមានតាណាមួយដែលមិនសមរម្យទេសូមអធិស្ឋានផងបាទចាអញ្ចឹងឥឡូវនេះយើងចូលមកកាន់ game របស់យើងតែម្ដងកុំឲ្យខាត់ពេលយូរអ្នកគ្នាចាខណៈនេះផងដែរពីសមាជិករបស់ខាង team ម៉ាឡេចាអធិស្ឋានចាសេរីលង្កាអ្នកគ្នាចាគឺ Flamingo ចាកំពុងតែមានការប៉ះគ្នាដូចគ្នាផងដែរជាមួយនឹងសមាជិករបស់ខាង team Midnight Cambodia ចា team Cambodia កំពុងតែមានការប៉ះគ្នាជាមួយនឹងខាងសេរីលង្កាចាអញ្ចឹងខណៈនេះមានការបាញ់ក៏ដូចជា Flamingo មានការទទួលបាន3 kill បាត់ទៅហើយអ្នកគ្នាណាចារៀង late បន្តិចអធិស្ឋានអ្នកគ្នាអត់អីទេសម្រាប់ game ទី1ដូចគ្នាអញ្ចឹងគ្នាយើងកុំភ្លេចជួយគ្រប់គ្រង like share បានច្រើនដូចគ្នាផងដែរចាអូខេអញ្ចឹងឥឡូវនេះជាមួយនឹង Rasha ព្យាយាមចូលទៅខាងមុខនេះដូចគ្នាផងដែរ Rasha ដាក់ scam មួយដូលមួយបាត់ហើយល្អខ្លាំងមែនតើអញ្ចឹងឥឡូវនេះបន្តទៅកាប់ដាច់គ្នាបានដូចគ្នាពីសមាជិករបស់ខាង team Flamingo ចាដែលអញ្ជើញមកពីប្រទេសស្រីលង្កាតែម្ដងវ៉ាវអេមែនតើចាអញ្ចឹងឃើញថាកន្លែងនេះកំពុងតែមានការចូលបដាគ្នាយើងចាពីសមាជិក Midnight ដូចជាមានការ revive គ្នាមកវិញដូចគ្នាអូវ៉ាវឯងមានការឃើញហើយចាកន្លែងនេះពី Flamingo ចាអូលោខ្លាំងចាទៅលើ Midnight ដូចគ្នាអាយ៉ាមិនមកចេះ Midnight របស់យើង Midnight តបជាប់អរេបុយលុយនុកបាត់ហើយ Oh my god Flamingo បាក់ឆាកទទួលបាន5 kill កំពុង on the fire នៅលើ map pick ដូចគ្នាអូយញាក់សាច់តែម្ដងគ្នាយើងចា Midnight rotate ចេញចាពី ARC ចាខណៈ ARC គឺអញ្ជើញមកពីប្រទេសហ្វីលីពីនគ្នាយើងចាអញ្ចឹងអេដូចបាត់រ៉ាកូហេមកពងស្រាប់ចាយហេខ្ញុំមកទីកាពងស្រាប់ចាយអធិប្បាយហ្នឹងឯងកំពុងថាចង់ថាថ្ងៃនេះយើងមានភាពកិត្តិយសពិសេសបាទបានមកពី player មកពីខាងហ្វីលីពីនមកអូល្អខ្លាំងមែនទែនបើថា tournament របស់យើងបានសាយភាទៅដល់ប្រទេសគេយើងបាន invite player នៅប្រទេសជិតខាងរបស់យើងចូលរួមលេងក្នុងការប្រកួត tournament របស់យើងនេះហើយពិតជាល្អខ្លាំងមែនទែនសម្រាប់ខ្ញុំសុខបាយមែនទែនបាទអូខេអញ្ចឹងឥឡូវនេះឃើញថាជាមួយនឹងខាង ARC ចាំមានការ knockdown មានអត់បញ្ហាជួយគ្នាត្រឡប់មកវិញប៉ះជាមួយនឹងសមាជិករបស់ខាង Key of Survival ចាកន្លែងទៅមើលសមាជិករបស់ខាង Team Blue University កន្លែងនេះផងដែរកំពុងតែមានការប៉ះគ្នាជាមួយនឹងសមាជិករបស់ខាង Team Flaming ចាអាយ៉ាកន្លែងនេះ Fly TZ អាចធ្វើបានដែររៀនណាផងដែរដាក់តកដកចេញមកខាងក្រៅដើម្បីធ្វើការគ្នាជួយ support knockdown មួយបាត់ហើយទៅលើ Ito អូធ្វើបានដែរអរេបានកន្លែងនេះជាមួយនឹង Blue អត់បានទេនុក Sento មួយទៀតបាត់ហើយសមាជិកតែ2នាក់តែប៉ុណ្ណោះចាកន្លែងនេះជាមួយនឹង Blue University ចាកំពុងតែមានការ rotate ចេញដូចគ្នាចាគណៈសមាជិករបស់ខាង team ចា Flaming Twittis ចាគឺគាត់ទទួលបាន3 kill បាត់ហើយនៅសល់សមាជិក4នាក់ពេញតែម្ដងវ៉ាវល្អមែនតើអ្នកគ្នាតោះអូខេអញ្ចឹងឥឡូវនេះពីសមាជិករបស់ខាង team ចាFlaming ហៅកាត់ថា FS គ្នាយើងចា team ពួកគាត់គឺអញ្ជើញមកពីប្រទេសស្រីលង្កាហើយគាត់ធ្វើការ qualify ជាប់ឡើងមកកាន់ Grand Final នៅក្នុង retreat នេះដូចគ្នាគឺមានចំនួន2 team សម្រាប់ team ស្រីលង្កាដូចគ្នាផងដែរចាអូខេអញ្ចឹងឥឡូវនេះដូចជាបានឃើញថាពីសមាជិករបស់ខាង team ហ្វីលីពីនចា ARC ចាដែលអញ្ជើញមកពីប្រទេសហ្វីលីពីនខណៈមានការទទួលបាន8 kill នៅក្នុងដៃបាត់ទៅហើយអូវ៉ាវលឿនមែនដែរអ្នកគ្នាចាប៉ុន្តែយើងក៏លេខទៅមើល team គឺអត់ទាន់ដាច់ទេដាច់តែ player តែប៉ុណ្ណោះចា Flamingo ក៏មានការជួយគ្នាត្រឡប់មកវិញដូចគ្នាផងដែរចា Rock ដូចជាមានការប៉ះគ្នាបន្ថែមទៀតដូចគ្នាចាកន្លែងនេះពី Rock New Era 4 kill នៅក្នុងដៃចា knockdown មួយទៅលើមួយឈីនៅខាងលើនេះដូចគ្នាពងទៅប៉ះគ្នាជាមួយនឹងសមាជិករបស់ Flaming មានពីរអ្នកគ្នាអធិស្ឋាន Flamingo មួយចាយើងហៅគេកាត់ថា FLG ហ្មងជាមួយនឹង FS ចាអញ្ចឹងកុំឲ្យគ្នាយើងគាត់ស្ដាប់ទៅច្រឡំខៃឡូជាមួយនឹងអ្នកទស្សនាគាត់អត់បានមើលពីដើមមកអញ្ចឹងណាចាអញ្ចឹងពីសមាជិករបស់ខាង team ឈ្មោះគាត់ពីមុខដូចគ្នាគាត់តែយើងពាក្យកាត់របស់គាត់ខុសគ្នាអញ្ចឹងណាចាអូខេអ៊ំស៊ីប្រូអ៊ំស៊ីអធិស្ឋានអត់សារយើងអត់ទៅហ៊ានអធិប្បាយដោយសារយើងកំពុងកុំក្រេបពីចែសិនដោយសារយើងមកបាទមកអត់ទាន់ស្ទាត់មាត់អត់ទាន់អត់ទាន់ចូលចាមាត់អត់ទាន់ចូលអញ្ចឹងគឺអញ្ចឹងយើងក្រេបពីចែមកនេះបានច្រើនតិចយើងមើលធីមមកច្បាស់អញ្ចឹងណាដោយសារខ្ញុំមកជំនួសបង MN ទៅពេលអញ្ចឹងបងប្អូនអ្នកគ្នាយើងអត់ហ៊ាននិយាយច្រើនខាត់ខអញ្ចឹងទៅពេលអញ្ចឹងសូមក្រេបពីបន្តិចសិនអញ្ចឹងណាចាឡើងវ៉ាវយកបរោចាតាអូខេចាឥឡូវដូចជាមានការប៉ះគ្នាទៀតអីអូនចាពី FS អាយ៉ាបើកឡានយកបរោចាកន្លែងនេះពីសមាជិករបស់ខាង team ស្រីលង្កាអាយ៉ា launch pad ចង់ឡើងខាងលើអាយ៉ាជុំមិញដូចគាត់
wow ចាបច្ចេកទេសរបស់គេតែម្ដងណាចាកន្លែងនេះហោះឡើងទៅខាងលើដើម្បីងាយស្រួលក្នុងការ support គ្នាដូចគ្នាគណៈមានការ knock down មួយបាត់ហើយទៅលើសមាជិករបស់ខាង team Blue Deliver City ចាអូខេចឹងគេថាកន្លែងនេះផងដែរពីសមាជិករបស់ខាង team FS បន្តទៅការអូកាឡា1ទល់នឹង2នៅលើផ្ទះយកតែម្ដងជាមួយនឹងអ៊ីតូដាក់ដួលមួយបាត់ហើយអាយ៉ាជាមួយ team កម្ពុជារបស់យើងស៊ី2បាត់ដែររៀនដល់បាត់អ៊ីតូធ្វើបានដែរអ៊ីតូកន្លែងនេះអាយ៉ាដាក់តកមួយសិនដាក់ដួលបាត់ហើយចាអូយញាក់សាច់តែម្ដងចាពីសមាជិករបស់ខាង team Blue មិនគាត់ព្យាយាម1ទល់នឹង2អំបញ្ញនេះណាគ្នាចាប៉ុន្តែធ្វើអត់បានទេប៉ុន្តែបានមកខៀបដាច់បានមកខៀលគាត់ក៏បាននុកដូចគ្នាមិនដែរអត់ចំបញ្ហាមកខៀលមកភួយអូដាច់បាត់ហើយអូនរ៉ាកូ Blue Deliver City ចាដាច់ទៅក្នុងចំណាត់ថ្នាក់លេខ12បាត់ហើយអូ my god ចាលើសោកស្ដាយមែនទែនទៅលើធីមកម្ពុជារបស់យើងចាមួយរូបបានដាច់មួយរូបមួយធីមចាដាច់ទៅក្នុងចំណាត់ថ្នាក់លេខ12បាត់ហើយចាគណៈ Midnight Cambodia របស់យើងនេះវិញឃើញថានៅសល់សមាជិកតែម្នាក់តែប៉ុណ្ណោះចាអូខេអូវ៉ាវក្រៅ zoom ដូចជាច្រើនមែនទែន VX ដូចជាមានការបត់ឆាកប៉ះគ្នាដូចគ្នាបណ្ដាជាមួយនឹង VX ក៏មិនធម្មតាដូចគ្នាបណ្ដាចាជាមួយនឹង VX Gaming ឃើញថារីត្រីនេះ fan ច្រើនមែនទែនអ្នកគ្នាជាមួយនឹងសមាជិករបស់ team VX Gaming ចាខណៈនេះមានការទទួលបាន6 kill នៅក្នុងដៃបាត់ហើយចាដែលកំពុងតែមានការ rotate ចេញពី Bimasaki ចាឡើងទៅលើ peak ឬយ៉ាងណាផងដែរដូចជានៅខាងលើនេះមានសមាជិក team ហ្វីលីពីនអ្នកគ្នាចាពី ARC ចាទទួលបាន10 kill កំពុងតែការ rotate ចូល zone ដូចគ្នាចាអញ្ចឹងខណៈនេះយើងក៏លេខមើល drone នៅខាងលើនេះឃើញថាពី ARC កំពុងតែ on the fire ប៉ុន្តែផ្ទះរបស់គាត់ក៏មិនមានសូនដូចគ្នាចាគឺគាត់ព្យាយាម rotate ចូល zone ទៅបន្តិចម្ដងដូចគ្នាផងដែរព្រោះ zone នេះដូចជាអត់សូវឈឺហ្មងទេអ្នកគ្នាចាពី FS ចាវាយចេញជាការបើកឡានដើម្បីធ្វើការចូល zone យើងមើលទៅ zone ដូចជាតូចអ្នកគ្នាតូចមែនតើចាប៉ុន្តែ team គឺនៅច្រើនរហូតដល់ទៅ11 team ឯណោះអាយ៉ាហ្គេមទី1នេះចាប់ដើមតានតឹងហ៎ចាមើលឃើញថាស៊ូនគឺស៊ូនទូចទេក៏ប៉ុន្តែធីមនិយាយពីសមាជិកនៃធីមគឺនៅសល់ច្រើនខ្លាំងមែនទែន11ធីមបាទ Oh my god អូមានការលេខក្រៅស៊ូនក៏ច្រើនក្នុងស៊ូនក៏ច្រើនបងប្អូនអរគ្នាបាទអីបើតាក្នុងកណ្ដាលស៊ូនអត់ទាន់មានទេបាទមានតែមើលស៊ូនបាទចាប់ដើមប្រទេសរត់ចូលស៊ូនបដើហើយបាទយកលេខមកខាងសមាជិក VH ទៅការរត់ចូលស៊ូនហើយបងប្អូនអរគ្នាអាចនឹងទៅប៉ះជាមួយនឹងFarming Go អាយ៉ាជាមួយនឹង Sunset Lover នោះមកពីក្រោយដែរអាចនឹងមានបញ្ហាជាមួយនឹង VH យ៉ាងไรនេះគង់ទៅការរត់ចូលស៊ូនពីខាងសមាជិកនៃ team VH មើលឃើញមួយដែរទេឬក៏យ៉ាងណាពីខាងសមាជិក VH ឃើញបាត់ហើយមួយពីវា knock down មួយបាត់ទៅហើយធ្វើបានល្អខ្លាំងទេពីខាងសមាជិក VH រត់ចូលស៊ូនបដើជួបភ្ញៀវកំដរភ្ញៀវសិនមុនចូលផ្ទះអញ្ចឹងណាហ្នឹងហើយអូជាវាមានបញ្ហាបាញ់ពីខាងក្រោយដូចគ្នាផងដែរចាអញ្ចឹង VH Gaming ចា team កម្ពុជារបស់យើងឃើញថាមានការទទួលបាន7 kill នៅក្នុងដៃដូចគ្នាផងដែរតែក៏លេខមកមើលខាង New Era អីយ៉ាកំពុងតែមានការប៉ះគ្នាជាមួយនឹងសមាជិករបស់ខាង team Ozip Esport ចាដាច់បានមកគ្នាភ្លាមៗដូចគ្នាផងដែរចាកន្លែងនេះមួយឈីក៏មានការ knock down ចាចុះមកជួយពី Mr DMFF អត់បញ្ហាមួយចាមាន zone លេងដូចគ្នាផងដែរចាពីសមាជិករបស់ខាង team Rock New Era អ្នកគ្នាចាអញ្ចឹង Rock New Era នេះឃើញថា fan គាត់ក៏ច្រើនដូចគ្នាដូចជាមានការទូទាយថាគាត់មានអត្ថិភាពច្រើនក្នុងការឆាំពីនៅក្នុងរាត្រីនេះដូចគ្នាចាអញ្ចឹងយើងមានតែចាំអត់មើលក៏ដូចជាទស្សនាដូចគ្នាចាកន្លែងនេះពី Rock New Era ទទួលបាន5 kill ដូចជាមានការឃើញបន្ថែមទៀតដូចគ្នាទៅលើចា team នៅខាងមុខនេះចាដូចជាស្រ័យ Ozip ចា Ozip Oh my god អ្នកគ្នាចា Oh my god គេលេខមើលតាស៊ូនមិនបងប្អូនអ្នកគ្នាហ្គេមនេះមិននឹកស្មានគូមិនគួរឲ្យជឿថាវាអាចនឹងតានតឹងដល់ថ្នាក់ហ្នឹងណាបងប្អូនអ្នកស៊ូនទូចខ្លាំងមែនទែនក៏ប៉ុន្តែសមាជិកនៃក្រុមនីមួយៗគឺមានរហូតដល់11ក្រុមបងប្អូនអ្នកគ្នាបាទហើយកន្លែងនេះកំពុងតែការរត់ចូលស៊ូនពីខាង VH របស់យើងបាទ8 ខៀននៅក្នុងដៃរត់ចូលស៊ូនអត់ទាន់ទេបងប្អូនអ្នកគ្នាប៉ះជាមួយនឹង Farming Go ហើយនៅខាងក្រៅស៊ូនដូចគ្នាទៅការរំខានទៅលើ VH អត់អីទេមិនជាបញ្ហាពីការស្វាយចិត្ត team VH ទៅការរត់ចូលស៊ូន VH Gaming ធ្វើបានល្អដែរទេនៅក្នុងរាត្រីនេះចាយើងក៏លេងមកខាងកោប្រៃនេះវិញនៅសល់តែឯងទេព្យាយាមបើកឡានដើម្បីទៅការចូលជួយគ្នាប៉ុន្តែបាត់ហើយ Oh my god Wow Ozip ចាប៉ះហើយលុយរាយមកនេះចាអូច្បាស់មែនតើអ្នកគ្នាចាមានការឡើងមកពីសមាជិករបស់ខាង team KOSV ដូចគ្នារះបាញ់មួយដាក់តកមួយចាកន្លែងនេះជាមួយនឹង King Pearl ដៃ snap ពីសមាជិករបស់ខាង Ozip Esport ចាអាយ៉ាកន្លែងនេះគឺថា position គាត់នៅនេះគឺអេមែនតើជាមួយនឹង Ozip ចាគាត់មានការទូបាន3 kill ចាប់បន្តមួយស្មើជាមួយនឹងសមាជិករបស់ខាង KOSV ដាក់តកមួយសិនមួយសឹមចាកន្លែងនេះជាមួយនឹង Ozip King Pearl ធ្វើបានអត់ទេមួយស្មើទេចាខាងគេមានតែកំភ្លើងរះទេមានការជួយបាយ support nok បាត់ហើយញូមានការរំខានពីខាងសមាជិកនៃ team Rock New Era បាទមកពីក្រោមម៉ាំងប៉ាត់ដាច់ទៅលើសមាជិក Ozip មួយបាត់ហើយកន្លែងនេះអូយមិនចាំយូរទេបាទមានការរំខានទៅលើសមាជិកនៃ team KOSV បាទ knock down មួយភ្លាមសល់សមាជិកតែ2ទេ6 ខៀននៅក្នុងដៃអាយ៉ាអូយអូនធីមក្រៅ zone ច្រើនមែនទែនចាកន្លែងនេះ Rock ជាបុកចូលមក Rock New Era ចានៅក្រៅ zone Midnight ចា VX កំពុងតែមានការប៉ះគ្នាជាមួយនឹងសមាជិករបស់ ARC team ហ្វីលីពីនចាកន្លែងដាក់ដួលមួយនេះគ្នាបណ្ដាទៅលើសមាជិករបស់ team ស្រីលង្កាផ្ដាច់ខៀលបានភ្លាមៗដូចគ្នាពី team កម្ពុជារបស់យើងចាកន្លែងនេះ VX Gaming មានការទទួលបាន9 kill ក្នុងដៃដូចគ្នាចាបន្តទៅការបាញ់យកតែម្ដងចាកន្លែងនេះប៉ះបោះយើងហើយឱកាសប្រាក់ក្នុងការចាទៅយកលុយរាយនៅក្នុងលុយរាយសុទ្ធតែម្ដងចាកន្លែងនេះ
អូយ VX ចា VX ម៉ែបគាត់ទៅបិទនៅក្រៅ zone មែនអូនប៉ុន្តែឃើញថាគាត់នៅតែឯងអត់មានអ្នករំខានគាត់ទេក្នុងការបាញ់ចាល្អមែនទែនជាមួយនឹងសមាជិករបស់ខាង VX Gaming ចាជំរឿថាគាត់អាចធ្វើការយកប៊ូយ៉ាជូន fan នៅក្នុង game ទី1បានដែររៀនណាផងដែរចាខណៈនេះកំពុងតែមានការ flank ឡើងទៅខាងលើខ្ញុំគិតថា map របស់ VX នេះគឺអេមែនទែនអូនចាអេមែនទែនឡើងទៅលើនេះគឺប៉ះតែ Rock New Era មួយធីមទេហើយនៅខាងក្រោយនេះជាមួយនឹងសមាជិករបស់ខាងធីម ARC ចាធីមហ្វីលីពីនចា3ទៅ10 kill ដូចគ្នាផងដែរចាពីសមាជិករបស់ធីមហ្វីលីពីននៅសល់4អ្នកពេញដូចគ្នាកំពុងមានការប៉ះគ្នាជាមួយនឹងសមាជិករបស់ Sunset Lover ទប់ជាប់ដែរអត់ទេ knock down Sunset មួយបាត់ហើយប្រែ kill មួយសិនចាកន្លែងនេះពីសមាជិករបស់ខាង ARC knock down មួយបាត់ហើយចាអាយ៉ានៅសល់3ទេកន្លែងនេះធ្វើបានដែរឬអត់ដាក់ដួលមួយទៀតទៅលើ Sunset អែមបាក់បោកស្គៀមួយសិនអាយ៉ាMC Rory ធ្វើបានអត់ទេចាអូចាផ្ដាច់ kill សិនដាច់ Sunset Lover ទៅក្នុងចំណាត់ថ្នាក់លេខ9បាត់ហើយ Oh my god ចាយប់នេះខ្ញុំមើលឃើញតែ game ទី1ពីខាងសមាជិកបានតែភ្ញៀវបរទេសបាទចាមកពីខាងហ្វីលីពីនបងប្អូនអានេះជាមួយនឹងធីម ARC បាទធ្វើបានល្អខ្លាំងមែនទេបងប្អូនអានេះជាមួយនឹង game ទី1នេះបាទមើលឃើញថា17 kill បាទនៅក្នុងដៃបាទ Oh my god ជាមួយនឹង game ទី1ចាពីខាង ARC បាទអូ VX អូ Maloncha អូ Rock New Era Oh my god អូនមកគិតថា map របស់ VX មិញអែមខ្លាំងចាប់ប៉ាមួយ Rock New Era ដាក់ដាច់ចា VX Gaming ទៅក្នុងចំណាត់ថ្នាក់លេខ8បាត់ទៅហើយចាខណៈនេះនៅសល់7ធីមប៉ុន្តែក៏លេខទៅមើល0រន្ធត់ចារន្ធត់តែម្ដងចាជាមួយនឹង zone មួយនេះចាឃើញថាធីមហ្វីលីពីនចានៅសល់សមាជិក4នាក់ពេញខណៈគាត់ទទួលបានរហូតដល់ទៅ7ទៅ10 kill ឯណោះចាក៏ដូចជាសមាជិករបស់ខាង Rock ខ្មែររបស់យើងឯនេះវិញឃើញថាមានការទទួលបាន3 kill កំពុងធ្វើការបាញ់ទៅលើសមាជិករបស់ខាងធីម ARC ដូចគ្នាផងដែរចាអាយ៉ាដាក់តកមួយចូលសានមួយចាកន្លែងនេះពីសមាជិករបស់ខាងធីម Rock ចាទទួលបាន8 kill ហើយអាយ៉ាមួយស៊ីមួយ snap 2 snap ដាច់សមាជិក Midnight Cambodia ចាទៅក្នុងចំណាត់ថ្នាក់លេខ6អូ Rock New Era ចាក៏ជាធីមបន្ទាប់ដាច់ទៅក្នុងចំណាត់ថ្នាក់អូអធិស្ឋានលេខ7ជាមួយនឹងលេខ6ដូចគ្នាចាចឹងសល់4ធីមចុងក្រោយ Flaming ចាគឺជាធីមបន្ទាប់ដូចគ្នាដាច់ទៅក្នុងចំណាត់ថ្នាក់លេខ5ចាក្រៅនេះសល់4ធីមចុងក្រោយអ្នកទាំងអស់គ្នាចាអូអាយ៉ាស៊ូនចាប់ផ្ដើមរួមទួយខ្លាំងមែនទេ4ធីមចុងក្រោយស្ថានភាពកំពុងតែតានតឹងឲ្យបងប្អូនទាំងគ្នាបាទស្ថានភាពនេះ Oh my god មិននឹកស្មានតែ game ទី1ធ្វើនេះអូមានការបុកចូលមកឲ្យខាងធីម ARC បាទ Oh my god 1-2 knock down មួយទៅលើស្មាជិកធីម KOSV ដាច់ធីមមួយគាត់ទៅសល់តែមួយទេពីខាង A ចា Rock ខ្មែរចា Rock ខ្មែរតែការចូលមករកខានហើយគាត់នេះពេល Rock ខ្មែរសមាជិក4នាក់ពេញតែម្ដងអាយមានការរកខានចាដាច់ OC បន្ថែមទៀតដូចគ្នាអាយ៉ាវគ្គរន្ធត់ការចូលមកដល់ហើយណាគ្នាចាគណៈនេះនៅសល់2ធីមចុងក្រោយរវាង ARC ចាជាធីមហ្វីលីពីនបាទជាមួយនឹងសមាជិករបស់ខាងធីម Rock ខ្មែរធីមកម្ពុជារបស់យើងតែម្ដងកន្លែងនេះបាក់ឆាក់បាញ់យក knock down មួយបាត់ហើយល្អខ្លាំងមែនទេជាមួយនឹងសមាជិករបស់ Rock ខ្មែរអេ knock មួយទៀតអែមខ្លាំងមែនទេយ៉ាងកន្លែងនេះ ARC ដាក់តកមួយជួយគ្នាសាចូលមកដាក់ដួលមួយទៀតអែមស្រាមអាយ៉ាមួយចុងក្រោយទេចាជាមួយនឹងសមាជិករបស់ខាងធីមហ្វីលីពីនធីមកម្ពុជាយើងមានរហូតដល់3រូបឯណោះចាក្នុងការដើមជាមួយនឹង Booyah នៅក្នុង game ទី1ចាអាយ៉ាដាច់បាត់ហើយBooyah បានទៅលើធីម Rock ខ្មែរអូអែម